សួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ភាគទី5354នៃរឿងអ្នកប្រយុទ្ធឈុតចម្បាំងបិសាចដោយក្នុងភាគនេះត្រូវបានចាប់ផ្ដើមឡើងនៅពេលដែល Hansen ក៏បានបញ្ចប់នៅការស្កេនដើម្បីនឹងបើកហបនៅឈុតចម្បាំងដែលទទួលបានពី Lin Beifeng ក៏ដឹងថាទីនេះគឺនៅព្រៃជ្រៅនៅក្រៅបរិវេណសាលាដូច្នេះនឹងគ្មាននរណាគេមកដល់នោះទេអញ្ចឹងគាត់គួរណាស់តែសាកល្បងវានៅទីនេះហើយនៅក្នុងប្រអប់នឹងមិនតបពីបានបើកក៏បានឃើញថាវាគឺជាសារធាតុរាវមួយប្រភេទហើយបានហោះដើម្បីទៅហុំព័ទ្ធជុំវិញលើរាងកាយរបស់ Hansen ដើមឡើយយើងមើល Hansen ទៅភ្នែកហាក់បីដូចជារាងស្លើៗផងដែរប៉ុន្តែបន្ទាប់ពីរួមបញ្ចូលជាមួយនឹងរាងកាយគាត់បង្កើតបាននូវឈុតចម្បាំងពោប្រាក់មួយដែលយើងមើលពីខាងក្រៅពិតជាលយមែនទែនសារល្បងរត់ទៅមុខលបឿនវាពិតជាលឿនមែនទែន Hansen កាន់តែមានអារម្មណ៍ដឹងថាឈុតចម្បាំងជាភាសានេះក៏ពិតជាអែមហើយនឹងអស្ចារ្យឈ្មោះវាពិតគឺជាប្រភេទមនុស្សយន្តឃាតករប្រាក់វាខ្លាំងជាង10ដងនៃមនុស្សយន្តប្រភេទសាងសង់រីឯសាយរឿងយើងនៅពេលនេះក៏បានកាលទៅដល់នៅទីតាំងមួយយើងក៏បានឃើញជាមួយនឹងអ្នកកសែត2នាក់កំពុងទៅត្រៀមឧបករណ៍ដើម្បីនឹងហោះទៅដល់ការប្រកួត New Break Camp ដូចចិត្តនឹងចាប់ផ្ដើមនៅពេលខាងមុខនេះម្នាក់នេះក៏បានសួរទៅកាន់កាមេរ៉ាមែនអំពីគុណលក្ខណៈសម្បត្តិរបស់សាលាយោធាសៀងខ្មៅម្នាក់នឹងក៏បានរាយរ៉ាប្រាប់ទៅតាមដំណើរទៅថាមនុស្សដែលគួរចាប់អារម្មណ៍មានតែម្នាក់គាត់គឺជាអ៊ុយយ៉ាងសៀវសាមក្រៅពីនឹងក៏សុទ្ធតែមធ្យមទាំងអស់ដូចជានៅក្លឹបដៃប្រេមានសមាជិកចូលរួមប្រមាណជាង20នាក់ដែរម្នាក់ពេកបន្តានឹងក៏បានលើថាលីយុនហ្វឹងគឺខ្លាំងជាងគេនៅចំណេញដៃព្រះប៉ុន្តែគេបានចាយនៅក្រោមដៃមិត្តប្រុសជីម៉ារ៉ានហើយឈ្មោះម្នាក់នេះក៏នៅតែអាចកំបាំងដដែលអ្នកទាំងពីរក៏នៅតែនិយាយគ្នាបន្តទៀតអីចឹងទៅហើយបន្ទាប់មកពួកគេក៏បានឆ្ពោះទៅកាន់ទីតាំងអាហារដ្ឋាននៅសាលាយោធាស្ទាំងខ្មៅទោះបីជាពេលនេះរៀងយប់ជ្រៅបន្តិចប៉ុន្តែអាហារដ្ឋាននៅទីនោះបើក24ម៉ោងពេញទៅដល់នឹងហើយក៏បានជួបជាមួយនឹង Hansen គាត់ក៏បានអង្គុយបាយនឹងដែរបានសួរនាំតិចតួច Hansen ក៏បានតបថាខ្ញុំទៅបញ្ចប់នៅវគ្គបណ្ដុះបណ្ដាលដែលបែបនេះហើយក៏បានធ្វើឃ្លានឲ្យមកហូបអីតិចទៅប៉ុន្តែតើលោកគឺជាគ្រូបង្រៀនមែនទេម្នាក់នឹងបានលើ Hansen មិនស្គាល់ខ្លួនចឹងហើយក៏ហាក់បីដូចជាមានការភ្ញាក់ផ្អើលផងដែរជាក់ស្ដែងគេមានឈ្មោះថា Fang Mingchuan ជាអ្នកដែលបានសរសេរនៅរបាយការណ៍ជាច្រើនដែលពាក់ព័ន្ធជាមួយនឹងជីនប៊ីក៏អាចចាត់ទុកបានថាគេគឺជាអ្នកសារព័ត៌មានដ៏ល្បីម្នាក់ដែរប៉ុន្តែបែរជាម្នាក់នេះមិនស្គាល់អញ្ចឹងក៏បានទៅសួរនាំ Hansen តិចតួចទៀតតើទៅបញ្ចប់នៅវគ្គបណ្ដុះបណ្ដាលអ្វីដែរ Hansen ក៏បានតបថាគ្រាន់តែជាការបណ្ដុះបណ្ដាលរាងកាយទូទៅ Fang Mingchuan ក៏បានតបថាមើលទៅប្រកបជាឲ្យខំប្រឹងបែបនេះដើម្បីនឹងចូលរួមការប្រកួត New Break Camp ឯងនិយាយអញ្ចឹងតើឯងឈ្មោះអ្វីហើយមកពីចំណេញណាដែរ Hansen ក៏បានប្រាប់អំពីឈ្មោះគាត់ហើយមកពីចំណេញបាញ់ព្រួយប៉ុន្តែបច្ចុប្បន្នគឺជាសមាជិកនៃក្លឹបមនុស្សយន្តលើកនេះខ្ញុំក៏បានដាក់ពាក្យសម្រាប់ធាទាំងអស់នៅក្នុងប្រភេទ Warframe ហើយខ្ញុំពិតជាសោកស្ដាយខ្លាំងណាស់ដែលមានកម្រងជន់គ្នាបែបនេះសូត្រមានយល់អត់យល់ទេប៉ុន្តែសាច់រឿងគេនិយាយអញ្ចឹងអត់យល់ជានិយាយតាមគេទៅបើលើនៅពាក្យ Hansen និយាយថាបានចុះឈ្មោះទាំងអស់សម្រាប់ Warframe ហើយអ្នកទាំងពីរក៏ពិតជាមានការភ្ញាក់ផ្អើលមែនទែនកាមេរ៉ាមែននេះក៏បានគិតថា Hansen និយាយលេងព្រោះអីថាទៅនៅគឺសតែជាកម្រងដែលទាមទារទៅលើផ្នែករាងកាយទាំងអស់តើមិនគិតថាវាពិបាកទេមែន Hansen ក៏បានតបថាវាមិនពិបាកនោះទេបើសិនជាខិតខំប្រឹងប្រែងនឹងទទួលបានកន្លែងដំបង2 3ទៀតកាមេរ៉ាមែនក៏បានតទៅវិញទាំងមិនសូវជឿជាក់ថាបើសិនជាឯងមកពីក្លឹប Amor នោះប្រកាសជាមានឱកាសតាមពិតទៅពាក្យនេះបើហៅចំ Amor ប៉ុន្តែពេលនេះឯងប្រាប់ថាមកពីក្លឹបមនុស្សយន្តឈិបអួតទៅហើយថែមទាំងគឺជាអ្នកចំណេញបាញ់ព្រួញទៀតក៏កាន់តែមិនអាចទៅរួចតាមពិតទៅកន្លែងត្រង់មិញគេនិយាយពាក់ព័ន្ធជាមួយនឹងការប្រកួត New Break Camp នឹងទេតើតែអ្នកដែលមានចំណេញដៃព្រះទៅអាចបញ្ជាមនុស្សយន្តបានល្អហេតុមិនជឿជាក់ថាភាគនឹងដូចជារៀងវល់បន្តិចប៉ុន្តែបើយើងគិតចុះគិតឡើងទៅគឺអត់វល់ទេភាគនឹងមកវល់ត្រង់អត់មាននិយាយវិញដែលហេតុថាមិនចង់និយាយច្រើន Hansen ក៏បានចាក់ចេញហើយចាំមើលទៅនៅការប្រកួតបន្ទាប់គាត់នឹងដួលអាអ្នកចំណេញដៃព្រះទាំងអស់នោះកាមេរ៉ាមែនក៏នៅតែថា Hansen ក៏ពិតជាក្អេងក្អាងអួតអាងគឺថាសម័យឥឡូវសិស្សប្រភេទនេះក៏ពិតជាច្រើនមែនទែនប៉ុន្តែបើយើងមើលទៅកាន់ Ming Chuan គេនៅតែសម្លឹងទៅមើល Hansen ហើយពេលនេះក៏ថាងទាំងបាននិយាយថា20បន្ទុកកាមេរ៉ាមែនក៏មានឈ្មោះថា Siu Liu ក៏បានសួរថាមានបញ្ហាអ្វីមែនទេ Ming Chuan ក៏បានសួរតើឯងមានចាំអ្វីដែលខ្ញុំបាននិយាយពីមុនមកទេខ្ញុំសង្ស័យថាអត្តសញ្ញាណមួយទៀតគាត់គឺជាមិត្តប្រុសជីម៉ារ៉ានសាររឿងក៏បានកើតទៅដល់ថ្ងៃបន្ទាប់ Hansen ដើរសក់ក៏បានជួបជាមួយនឹងជីម៉ារ៉ានសំខាន់ហៅនាងមុនទៀតប៉ុន្តែជីម៉ារ៉ានក៏បានដើរទៅហួសថែមទាំងបាននិយាយទៀតផងថាថ្ងៃនេះសួយណាស់ហើយអ្វីបានជាបានជួបមនុស្សម្នាក់នេះនៅទីនេះដល់អញ្ចឹង Hansen ក៏បានទៅចាប់ដៃនាងហើយបាននិយាយថាហេតុអ្វីបានជាសិស្សច្បងឆ្លើយម្លេះនាងមិនទាន់បានសុំទោសខ្ញុំទេនៅពេលតែក្បៀងខ្ញុំលើកមុនប៉ុន្តែជីម៉ារ៉ាននាងនៅតែមិនចង់សុំទោសហើយនឹងឲ្យ Hansen ឈប់រញ៉េរញ៉ៃជាមួយនឹងនាងទៀតទៅ Hansen ក៏បានតបវិញថាមិនអីយ៉ាងម៉េចខ្ញុំនឹងរញ៉េរញ៉ៃនាងក្រែងភាពពិតជាក់ស្ដែងនាងគឺជាមិត្តស្រីខ្ញុំមែនដល់អញ្ចឹងក៏បានធ្វើឲ្យជីម៉ារ៉ានខឹងហើយបានឲ្យ Hansen ឈប់និយាយមិនសមហេតុផលទៀតទៅ Hansen ក៏បានដាក់លក្ខខណ្ឌទៅកាន់នាងមួយបើសិនជាគាត់អាចចាស់ចំណាត់ថ្នាក់លេខ1នៅក្នុងការប្រកួត New Break Camp អញ្ចឹងនាងខ្លាចជាមិត្តស្រីខ្ញុំជាផ្លូវការជីម៉ារ៉ានបានលើអញ្ចឹងមើលងាយផ្លេតែលោកគិតថាការប្រកួត New Break Camp គឺជាការប្រកួតលេងមែនមិនចាំបាច់តជាប់លេខ1ទេអត់ទៅលោកចោះចំណាត់ថ្នាក់មិនលើសពីចំណាត់ថ្នាក់ទី5ខ្ញុំនឹងយល់ព្រមតាមលក្ខខណ្ឌរបស់លោកប៉ុន្តែបើសិនជាចាញ់វិញលោកត្រូវតែធ្វើជាកោជាសេះសម្រាប់ខ្ញុំ Hansen
ក៏មិនខ្លាចដែរយល់ព្រមទៅតាមសំណើមួយនេះដូចគ្នាហើយជឿប្រាប់ទៅកាន់នាងទៀតផងថាកុំឲ្យនាងស្ដាយក្រោយជីម៉ារ៉ានក៏បានឲ្យហានសិនចុះកិច្ចសន្យាទៅលើការរបស់សាលាគ្រាន់តែឲ្យហានសិនស្កេនលេខកូដហានសិនជាមួយនឹងនាងការនេះនឹងមានប្រសិទ្ធភាពហានសិនក៏បានយល់ព្រមចុះកិច្ចសន្យាជាមួយនឹងនាងហើយចំណែកជីម៉ារ៉ានក៏បានគិតថាគ្មានផ្លូវទេហានសិនចុះចំណែកថ្នាក់ក្នុងចំណោមចំណែកថ្នាក់ទាំង5សាយរឿងយ៉ាងក៏បានកើតដល់ថ្ងៃនៃការប្រកួតនេះវិញគណៈកម្មការក៏បានប្រកាសជូនដំណឹងទៅកាន់និស្សិតក៏ដូចជាទស្សនិកជនទាំងអស់ថាការប្រកួតនឹងចាប់ផ្ដើមឆាប់ៗនេះកាមេរ៉ាមែនក៏បានរំលឹកនៅពេលដែលមីងឈ្វាន់ថាហានសិនអត្តសញ្ញាណគាត់គឺជាមិត្តប្រុសជីម៉ារ៉ានគេនៅតែគិតថាវាដូចជាមិនទំនងសោះបើសិនជាយើងចាប់ប្លង់កាមេរ៉ាទៅរកគាត់ច្រើនពេកនោះខ្លាចថាពួកយើងនឹងខាតទៅវិញទេយ៉ាងណាមិញមីងឈ្វាន់ក៏នៅតែអះអាងថាអ្វីដែលគាត់សន្និដ្ឋានប្រកាសជាការពិតហ្វាមីងឈ្វាន់គេក៏ជាអ្នកអត្ថាធិប្បាយព័ត៌មានសម្រាប់ការប្រកួតមួយនេះដើម្បីចាក់បញ្ចាំងនៅលើទូរទស្សន៍បានឃើញចឹងសិស្សនៅសាលាស្ទាំងខ្មៅទាំងអស់ដែលបានមើលទូរទស្សន៍បានដឹងថានេះគឺជាការប្រកួតនៅក្នុងសាលារបស់ខ្លួនដែលពេលនេះហ្វាមីងឈ្វាន់ក៏បានទៅចុះសារព័ត៌មាននៅទីនឹងដែរអញ្ចឹងការប្រកួតគឺកាន់តែកក្រៅចំណែកខ្លឹមសារដែលមីងឈ្វាន់និយាយគឺពាក់ព័ន្ធជាមួយនឹងក្លឹបមនុស្សយន្តទាំងអស់លើយន្តហ្វឹងជាមួយនឹងជីម៉ារ៉ាននៅពេលហ្នឹងក៏បាននៅជាមួយនឹងគ្នាមើលព័ត៌មាននេះផងដែរហើយថែមទាំងបានលើប្រធានបទដែលហ្វាមីងឈ្វាន់គេនិយាយតាក់ទងជាមួយនឹងក្លឹបមនុស្សយន្តដែលក្លឹបនេះគឺមិនមានមូលដ្ឋានគ្រឹះរឹងមាំនៅឡើយនោះទេប៉ុន្តែហេតុអ្វីបានជាគេចាប់អារម្មណ៍ទៅលើក្លឹបមនុស្សយន្តប៉ុន្តែរឿងនេះជីម៉ារ៉ានមិនចាប់អារម្មណ៍ឡើយការប្រកួតទីបំផុតក៏បានចាប់ផ្ដើមមនុស្សយន្តទាំងអស់ក៏បានចូលមកលើយន្តហ្វឹងគេបានឃើញជាមួយនឹងមនុស្សយន្តបំផ្លាញដែលមាននៅក្នុងក្លឹបមនុស្សយន្តហើយវាត្រូវបានទិញដោយសាលាដែលមានតម្លៃរាប់រយលានដុល្លារអ្នកសារព័ត៌មាននឹងបាញ់មិញរំពឹងទៅលើក្លឹបមនុស្សយន្តដោយសារតែមនុស្សយន្តហ្នឹងឯមើលទៅប៉ុន្តែមានតែការប្រកួតហ្នឹងគឺជាការប្រកួតរត់ប៉ុណ្ណឹងអញ្ចឹងតែគ្រាន់តែចាប់ផ្ដើមភ្លាមមនុស្សយន្តបំផ្លាញក៏ត្រូវបានដួលស្របពេលដែលមនុស្សយន្តទាំងអស់ក៏បានរត់សម្ដៅទៅមុខធ្វើយ៉ាងណាទៅដល់គោលដៅបានមុនគេលីយ៉ុនហ្វាំងក៏បានសើចចំអកជីម៉ារ៉ានក៏បានថានោះគឺជារឿងអាម៉េះហើយដែលបានរត់ដួលនៅក្នុងភ្នែករបស់មហាជនទាំងអស់ជាក់ស្ដែងមនុស្សយន្តបំផ្លាញនេះបញ្ជាទៅដោយម៉ងយើងមើលទៅម៉ងយំហួយសុំទោសទៅលើសមាជិកក្រុមផងដែរដោយសារតែមនុស្សយន្តនេះពិបាកបញ្ជាពេកយ៉ាងណាមិញយ៉ាងក៏បានបញ្ជាទៅលើមនុស្សយន្តឃាតករប្រាក់បានប្រាប់ទៅកាន់ម៉ងតាមរយៈការតាក់ទងថាមិនអីនោះទេបើសិនជានាងចង់ទៅសម្រាកក៏បានដែរទុកអ្វីដែលនៅសេសសល់ឲ្យខ្ញុំស្របពេលនឹងហានសិនក៏បានរត់វ៉ាទៅលើមនុស្សយន្តដទៃទៀតអស់ច្រើនគ្រឿងដោយបែបនេះក៏បានធ្វើឲ្យហ្វាំងមីងឈ្វាន់កាន់តែនិយាយគេចាប់អារម្មណ៍ទៅលើមនុស្សយន្តឃាតករប្រាក់ជីម៉ារ៉ានណៃវិញក៏បានកុយឡើងនឹងឡើងមកមើលយ៉ាងលឿនលើយន្តហ្វាំងក៏បានដឹងថានេះគឺជាមនុស្សយន្តដែលផលិតនៅក្នុងក្រុមហ៊ុន Sing Yu Group ជីម៉ារ៉ានក៏បានថាប៉ុន្តែវាមិនទាន់បើកដំណើរការនៅឡើយនោះទេប៉ុន្តែហេតុអ្វីបានជាយកមកចូលរួមในការប្រកួតក៏ស្របពេលនឹងមនុស្សយន្តរបស់ហានសិនក៏បានវ៉ាទៅលើមនុស្សយន្ត69ផ្សេងទៀតចោលចំណាត់ថ្នាក់លេខ1នៅជុំដំបូងហ្វាំងមីងឈ្វាន់ក៏បានប្រកាសថាអ្នកដែលបានបញ្ជាទៅលើមនុស្សយន្តឃាតករប្រាក់មានឈ្មោះថាហានសិនដែលគឺជាសមាជិកក្លឹបមនុស្សយន្តក៏ជាបេក្ខជនដែលទទួលបានលេខ1នៅជុំដំបូងនេះជីម៉ារ៉ានបានលឺអញ្ចឹងឡើងភ្ញាក់ក៏មានន័យថាហានសិនចោលចំណាត់ថ្នាក់លេខ1អញ្ចឹងកិច្ចព្រមព្រៀងជាមួយនឹងហានសិននាងប្រកាសជាចាញ់បន្ទាប់ពីបានឃើញសមត្ថភាពហានសិនហើយនៅពេលនេះហ្វាំងមីងឈ្វាន់ក៏ឡើងសង្ស័យទៀតដែរហើយដឹងយ៉ាងច្បាស់ថាហានសិនអត្តសញ្ញាណគេគឺជាមិត្តប្រុសជីម៉ារ៉ានពិតប្រាកដ2លាន%អត្តចរិតនេះវិញក៏ល្អដែរដោយសារតែគេមិនចេះអួតសម្ញាញ់កងាងអំពីសមត្ថភាពខ្លួនដែលមានក៏របស់ហានសិននៅវិញក៏បានមកអបអរសាទរទៅលើជ័យជំនះមួយនេះឡាពួកគេទៅបានបង្កើតឡើងសោះប៉ុន្តែបែរជាប្រកួតបានចំណាត់ថ្នាក់ជើងឯកមិនធម្មតាទេហានសិនក៏បានតបវិញដូចគ្នាថាជាមួយនឹងល្បឿនរបស់មនុស្សយន្តឃាតករប្រាក់ការរត់ប៉ុណ្ណឹងអីគ្មានបញ្ហាអ្វីនោះទេដល់ឡែកអ្នកប្រកួតផ្សេងទៀតដោយសារតែបានចាញ់ចឹងហើយក៏រកកំណត់អាក្រក់ចង់ព្រួតដៃគ្នាដើម្បីនឹងធ្វើបាបទៅលើក្រុមហានសិនហានទាំងបានមើលងាយផ្សេងទៅលើសមត្ថភាពអីចឹងទៅរំពេចនឹងគ្រូបង្វឹកលាស់ក៏បានចូលមកហើយបានប្រាប់ទៅកាន់ពួកគេមានប្រយោជន៍ទេដែលពួកឯងមើលងាយនៅដៃគូបរិបៈនោះហើយចឹងពេលនេះទៅរៀបចំផែនការនៃការប្រកួតបន្តទៀតទៅពួកអស់នឹងក៏បានទៅបាត់ហើយគាត់ក៏បានគិតផងដែរថាបើប្រៀបធៀបជាមួយនឹងកីឡាកររបស់គាត់ដែលបានបញ្ជូនទៅក្នុងការប្រកួតសុទ្ធតែមានកម្រិតមធ្យមទោះបីជាគាត់បានដឹងថាពួកគេចាញ់ហានសិនយ៉ាងណាក៏ដោយប៉ុន្តែក៏ទុកជាមេរៀនសម្រាប់ពួកគេមិនយូរប៉ុន្មានមីងឈ្វាន់ក៏បានប្រកាសអំពីការប្រកួតជុំទី2ដែលនៅតែជាការរត់ប្រណាំងដដែលខណៈពេលដែលកំពុងទៅស្វាត់ស្វែងនៅក្នុងការប្រកួតនឹងដែរសាយរឿងយើងក៏បានបញ្ចប់ត្រឹមតែប៉ុណ្ណឹងនោះទេហើយចឹងជម្រាបលាជួបគ្នានៅក្នុងវីដេអូក្រោយ